បាទសូមគោរពទៅដល់ពុកម៉ែមានបងប្អូនទាំងអស់គ្នាជាទីគោរពនិងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកខាងវីដេអូថ្មីដែលនៅវីដេអូនេះគឺតកតងជាមួយនឹងការចូលរួមជាមតិយោបល់របស់យើងខ្លះៗតកតងទៅនឹងករណីដែលមានក្រុមក្មេងស្ទាវបងប្អូនអរគ្នាដែលដេញទៅគប់ឡានគ្រឿងធ្វើឲ្យមានការខូចខាតជាខ្លាំងបងប្អូនអរគ្នាហើយឥឡូវនេះក៏មានការកោះហៅឲ្យក្មេងៗចូលទៅបំភ្លឺឬក៏ចូលទៅជាមួយការដោះស្រាយជាមួយនឹងករណីនេះបងប្អូនអរគ្នាអញ្ចឹងឥឡូវយើងទៅមើលជាទៅតាមទស្សនៈជាមតិយោបល់ដែលបងប្អូនយល់តែទៅជាមួយនឹងការចូលរួមជាយោបល់ខ្លះទៅជាមួយនឹងការក្មេងបាទគឺក្មេងស្ទាវអញ្ចឹងបងប្អូនអរគ្នាឥឡូវសូមបងប្អូនទៅតាមទស្សនៈទាំងអស់គ្នាក្នុងមួយចំណោមពួកឯងនេះណាអញអាណិតដុំថ្មទេពួកគ្នានៅតែគ្នាសុកអូសគ្នាឲ្យមកចូលប៉ុស្តិ៍ប៉ូលីសតទៅបានបងប្អូនថ្ងៃនេះខ្ញុំសុំកាចមកយប់ពីពួកមួយពួកអស់នេះយើងមិនអាចឲ្យសង្គមយើងពោពេញទៅដោយក្រុមក្មេងទំនើងរបៀបនេះក្នុងសង្គមយើងបានទេមិនដែរពួកឯងសុបាយចិត្តទេទង្វើដែលពួកឯងធ្វើហ្នឹងតើឯងមានបានអាសូរឯងមានបានអាណិតដល់ម៉ែឯងដែលខំបង្កើតក្បាលពួកឯងមួយមកអស់ឈាមទាំងថ្លុកហើយគាត់បង្កើតមកឲ្យគាត់ចិញ្ចឹមពួកឯងហមតែបានប៉ុណ្្នឹងអស់លុយពួកគាត់មិនតិចទេណាតែរបៀបដែលពួកឯងធ្វើនេះណាឯងមិនត្រឹមតែបំផ្លាញកិត្តិយសម៉ែឯងទេប៉ុន្តែឯងបំផ្លាញទាំងកិត្តិយសជាតិនៅក្នុងថ្ងៃសង្គ្រាមទៀតបើឯងបានជួយជាតិបើពួកឯងមិនបានតបស្នងឲ្យដល់ជាតិទេសុំតែម្យ៉ាងកុំចូលរួមបំផ្លាញជាតិតែប៉ុណ្្នឹងទៅបានហើយខ្ញុំនិយាយនេះខ្ញុំអាណិតគឺអាណិតជាងគេគឺម្ដាយឪពុកព្រោះលើលោកនេះអត់មានម្ដាយឪពុកណាដែរចង់ឲ្យកូនខ្លួនឯងអាក្រក់ចង់ឲ្យកូនខ្លួនឯងបាត់បង់កិត្តិយសទេចាំបានរូបភាពនេះផ្ញើទៅកាន់យុវជនដទៃទៀតកុំយកគំរូតាមយុវជនទាំងនេះបើអ្នកឯងស្រឡាញ់ម្ដាយឪពុកអ្នកឯងចង់តបស្នងសងគុណម្ដាយឪពុកអ្នកឯងបើអ្នកឯងគ្មានលទ្ធភាពក្នុងការតបស្នងតាមរយៈទ្រព្យសម្បត្តិក៏ដោយចុះប៉ុន្តែកុំបន្ថែមបញ្ហាឲ្យពួកគាត់ឈឺក្បាលហើយនាទីនេះខ្ញុំក៏អរគុណដែរទៅដល់សមត្ថកិច្ចកម្ពុជាសមត្ថកិច្ចខ្មែរយើងពួកគាត់មានសមត្ថភាពហើយជាពិសេសក៏អរគុណដល់អាយដាមជួននរិនគឺប្រក្រាបស្វែងរកចាប់បានភ្លាមនៅសល់ប្រហែលអ្នកទៀតដឹងខ្លួនចូលខ្លួនមកហើយកុំតតគេទៅកពួយកកចូលដល់ក្នុងប៉ុស្តិ៍ឲ្យបានធ្វើមុខហីតបអាហ្នឹងធ្ងន់ណាស់ព្រោះអាពេលពួកហែងក្លាហានលើកដំថ្មគប់វាយកញ្ចក់ឡានគេនេះពួកឯងវាអស់ចាងស្បើមណានៅបងប្អូនអ្នកគ្នាហ្នឹងហើយនេះអេដមីនក៏សូមចូលរួម5ផ្ញើទៅដល់ក្មេងស្ទាវឬក៏យុវជនជំនាន់ក្រោយសូមកុំយកគំរូតម្រាប់តាមយុវជនក្រុមនេះបងប្អូនអ្នកគ្នាព្រោះវាមិនល្អទេបងប្អូនអ្នកគ្នាហ្នឹងហើយយើងត្រូវគិតមើលតើតើជាមួយនឹងការបំពេញបំផានទ្រព្យសម្បត្តិរបស់អ្នកដទៃតិចថាអត់ដឹងខ្លួនណែជាប់គុកបានណាបងប្អូនអាចជាប់គុករយៈពេល3ខែ6ខែ2ឆ្នាំរហូតដល់ប្រហែលឆ្នាំមកតិចគិតថាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនឹងមានតែសំណងសងគេឲ្យខ្លួនណាប្រយ័ត្នជាប់នៅក្នុងចំណុចណាមួយអាចនឹងជាប់ពន្ធនាគារហើយនឹងមួយទៀតតើតើជំនុំរឿងរ៉ាវតើតើនឹងការគប់កញ្ចក់ឡានពេលយប់ពេលអីហ្នឹងក៏សម្បូរដែរប៉ុន្តែឥឡូវដូចរៀងស្ងាត់តិចបងប្អូនទាំងគ្នាហើយតើតើជាមួយនឹងទង្វើយុវជនក្រុមនេះបាទបងប្អូនទាំងគ្នាគឺវាមើលទៅវាហាក់ដូចជាសាហាវខុសខើគេបើកឡានតែគេបើសិនតែមានករណីថាឥឡូវបើសិនជាករណីគ្រោះថ្នាក់ចរាចរណ៍ជាការប៉ះពាល់គ្នាអីអត់អីទេយើងអាចពិភាក្សាគ្នាយើងអាចចរចាគ្នារកដំណោះស្រាយយើងមិនត្រូវធ្វើវិធីបែបនេះទេវាមិនល្អហើយដូចជាបើតាមដំណឹងដូចជាខាងភាគីខាងឡានដូចជាមានទំនាក់ទំនងឬក៏មានជាជនជាតិអីគេបងប្អូនអរគ្នាអេដមីនដូចទៅដូចជាខាងដូចជាម៉ាឡេមិនដឹងអីមិនដឹងអេដមីនជាសាយកន្លែងអេដមីនភ្លេចពាក់កន្លែងហ្នឹងប៉ុន្តែដូចមានជនជាតិវាទង្វើនេះគឺមិនល្អបងប្អូនអរគ្នាហើយឥឡូវនេះគឺចាំមើលអេដមីននឹងទៅចុចយកចំណុចប្លង់មួយដែលតទៅជាមួយសកម្មភាពដែលដេញបន្តនឹងការគប់ឯនឹងបងប្អូនអរគ្នាចាំមើលនេះបងប្អូនឃើញទៅហក់ទៅគប់ទៅ
ឃើញបងប្អូនមានខ្លះយកផ្លែដូងយកទៅគប់ឃើញទេដេញឡើងប្រសាទអញ្ចឹងទ្រព្យសម្បត្តិគេខំរកមកក៏ហត់ទៅណាបាទមិនមែនស្រួលទេហើយទៅបច្ចុប្បន្ននេះទៀតពិបាករកលុយណាបងប្អូនអើយហើយឡានលឺតម្លៃដូចជា 5-60000 ជាងឯនោះបាទឥឡូវមិនដឹងយ៉ាងម៉េចចាំអាចមកដោះស្រាយយ៉ាងម៉េចថាតើភាគីខាងឡាននោះគេគាត់ទទួលសំណងឬក៏យ៉ាងម៉េចអាហ្នឹងចាំមើលវិធានការតទៅជាមួយនឹងអ្នកជំនាញខាងនោះគឺលោកនឹងលើលោកតាមនោះហើយតទៅជាមួយនឹងពន្ធនាគារនោះដឹងយ៉ាងម៉េចយ៉ាងម៉េចមិនដឹងរួចខ្លួនឬក៏អត់អាហ្នឹងយើងចាំមើលលទ្ធផលជាក់ស្ដែងបន្តទៅទៀតបងប្អូនណាហ្នឹងហើយមើលឡានគេខំមកគប់ឡានគេកំតិចបំផ្លាញរបស់គេតែខ្ទេចអញ្ចឹងក៏ទៅអានេះវាចូលទៅជាមនុស្សចង្រៃវិញបងប្អូនទាំងអស់គ្នាហើយបើសិនជាករណីហ្នឹងជាករណីគ្រោះថ្នាក់ចរាចរណ៍យើងអាចទៅដោះស្រាយណាយើងអាចដាក់ពាក្យបណ្ដឹងឬក៏យើងអាចដោះស្រាយនៅកន្លែងកើតហេតុទៅយើងគួរទៅមានគេហៅថាមានកាយវិការឬមានសកម្មភាពបែបនេះទេវាមើលទៅវាបាទវាសម្រាប់ភាគីគ្នាខាងឡានគេពិបាកទទួលយកហើយជុំបើសិនតែករណីដែលយើងទៅធ្វើបែបហ្នឹងបើសិនថាអ្នកក្នុងឡានគាត់មានសារល្បីទុំខ្សោយទៅគាត់មានការភ័យគាត់មានការគាត់ជន់គេច្រឡំប្រាំងច្រឡំគេទៅបកគ្រោះថ្នាក់អីជាច្រើនទៀតទៅសួរថាអ្នកណាជាអ្នកដោះស្រាយសួរថាកំហុសនឹងអ្នកណាគេអ្នកបកឡើងណែបើសិនតែយើងគិតមកគឺយើងជាអ្នកទៅបណ្ដេញប្រគប់ពេកហើយដូចជាបើតាមដំណឹងដែលដឹងខ្លះឮថាដំបងឡើយគឺដូចជាកើតឡើងដោយសារតែមានម៉ូតូក្រុមក្មេងសៀវវាជាទៅបកគូឡានអញ្ចឹងណាអានេះបើតាមដំណឹងដែលជាការអផុសឬការបកស្រាយរបស់ភាគីខាងឡានណាហើយក៏adminក៏មិនមែនទៅកាន់ជើងខាងណាខាងអីទេអានេះយើងក៏យកមកស្ដាប់មកដើម្បីមកថ្លឹងខ្លែងទេប៉ុន្តែក៏អ្វីយើងមួយជាក់ស្ដែងគឺវាបែបហ្នឹងមែនបងប្អូនណាលើថាដំបងឡើយដូចជាបាទរថយន្តហ្នឹងក៏បើកទៅក៏មានម៉ូតូស្ទីលមកខាងក្រោយទៅបុកកគូតម្ដងជាពីរដងអីចឹងទៅហើយក៏ចុះមកគាត់ថាដោះស្រាយអីសួរនាំគ្នាទៅក៏មិនត្រូវអានោះមិនដឹងយ៉ាងម៉េចទៅដេញបតាយបតប់ហើយក៏មានឮថាពាក្យថាស្អីខ្លះថាមានដាក់បុករត់អីណានៅអ្នកមិនដឹងទៅចូលរួមទៅជាមួយតែអ្នកវិញចឹងណាតោះឥឡូវយើងតាមដានទស្សនាទៅចំណាការបកស្រាយរបស់ idol របស់យើងបន្តទៅទៀតប៉ុណ្ណាដល់ទៅពេលគេកបួចបានចូលប៉ុស្តិ៍មុខមួយពេបដូចធ្វើក្បាលមកជ្រុញគិតឡើងវិញនៅពេលណាដែលរួចទោសហើយត្រូវទៅផ្ទះថ្វាយបង្គំម្ដាយឪពុកម្នាក់ឯងដល់ក្បាតជើងសុំកម្មាទោសពួកគាត់ហើយកែខ្លួនជាយុវជនល្អហើយយុវជនដទៃទៀតដែលកំពុងតែចង់ដើរផ្លូវហ្នឹងរៀបចំដើរទៅលើផ្លូវហ្នឹងហើយកំពុងមួយចំនួនទៀតដែលកំពុងតែប្រកាន់នៅអាកប្បកិរិយាដូចពួកអស់នេះកែខ្លួនហើយពីនេះទៅគឺជាពេលវះកាត់ហើយដូចខ្ញុំនិយាយទៀតចឹងបើពួកឯងមិនស្រឡាញ់ជាតិប៉ុន្តែត្រូវស្រឡាញ់ម្ដាយពួកឯងហើយខ្ញុំក៏អរគុណក៏លើកទឹកចិត្តទៅដល់យុវជនដទៃច្រើនទៀតដែលជាធនធានល្អរបស់ប្រទេសជាតិយើងរួមគ្នាធ្វើអំពើល្អទាំងអស់គ្នានរណាដែលធ្វើអំពើអាក្រក់យុវជនណាដែលស្អុយដែលរលួយរួមគ្នាកម្ចាត់យុវជននឹងរួមគ្នាទូមានអប់រំឲ្យយុវជនខ្មែរខ្លាយជាយុវជនមួយដែលជួយដល់សង្គមជាតិពិតប្រាកដបាទតើទៅនឹងការចែកម្លែករបស់ idol សម្រាប់ខ្ញុំគឺខ្ញុំគ្រប់គ្រង 100% ទៅនឹងការចែកម្លែកបែបនេះព្រោះវាជាការអប់រំមួយដែលល្អជាសារមួយដល់ទឿនទៅដល់យុវជនបានចំនួនក្រោយកុំឲ្យដើរផ្លូវខុសហើយត្រូវចាំណាអេដមានសុំចូលរួមបន្តិចចុងក្រោយបាទកូនអ្នកក្រគឺចិត្តកូនអ្នកមានគឺជូរបងប្អូនណាកូនអ្នកក្រគឺចិត្តត្រង់ថាគេអស់គេទាញទៅឬគេនេះទីគឺចិត្តទូទៅហើយណាហើយបើកូនអ្នកមានគេអាំងម៉ែឪគេមានទឹកលឹកគឺជូរអូគឺអីអាំងមានលុយមានអីយកមកទៅហើយត្រូវចាំកូនអ្នកក្រមានបញ្ហាអាចនឹងមានវិបត្តិសារីមួយជីវិតកូនគេអ្នកមាននៅពេលដែលគេមានបញ្ហាគេយកលុយទៅលុបទៅលាងគឺស្អាតកូនគេអ្នកមានបញ្ហានៅពេលហ្នឹងគេឆ្លុះវង្វេងគេឡប់ឡាយនៅពេលហ្នឹងនៅពេលចុងក្រោយគេឲ្យដើមទុនកូនគេប្រមាណពី20000ឬប្រមាណទៅតាមធនធានដែលគេហ្នឹងគេរកស៊ីធម្មតាប៉ុន្តែយើងរំពឹងអីយើងកូនអ្នកអត់នេះត្រូវចាំណាអញ្ចឹងសូមផ្ដាំទៅដល់បងប្អូនយើងបាទអេដមីនក៏នេះដែរប៉ុន្តែគាត់ថាយើងទៅចាំណាកុំភ្លេចខ្លួនកុំភ្លេចខ្លួនឲ្យសោះកុំភ្លេចខ្លួនកុំភ្លើតត្រូវចាំយើងជាកូនអ្នកអត់យើងត្រូវតែតស៊ូទោះបីជាថ្ងៃហ្នឹងយើងបាទយើងពិបាកយើងយ៉ាងម៉េចក៏ដោយ
សុំកុំបាក់ទឹកចិត្តព្យាយាមទៅឬក៏អាចធ្វើការងារមកណាមួយដែលអាចចំជីវិតបានគឺធ្វើព្យាយាមធ្វើវាបានល្អកុំភ្លើតភ្លើនបែបហ្នឹងគឺនៅថ្ងៃចុងក្រោយនៅពេលវេលាណាមួយយើងនឹងសោកស្ដាយណាបងប្អូននេះអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងចង់ចែករំលែកទៅកាន់បងប្អូនគ្នាហើយយើងសង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីៗក្រោយទៀតបាទចុងក្រោយសូមអរគុណសូមគោរពលា